ឥតទម្ងន់ពីរផោនអាចរំកិលបានដោយបុរសខ្លាំងចំនួន4នាក់បុរសនោះមានការងឿងឆ្ងល់ជាខ្លាំងពេកឃើញបែបនេះគាត់បានយកឥដ្ឋមួយដៃមួយឈុតនេះបានធ្វើឲ្យមិត្តរួមការងារភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះកម្លាំងបុរសប៉ុន្តែបុរសនៅតែយល់ច្រឡំទើបដឹងថាពេលនេះកម្លាំងមនុស្សបានថយចុះ100ដងតែបុរសម្នាក់នេះមិនប៉ះពាល់ទេមួយថ្ងៃបុរសកំពុងដើរតាមផ្លូវស្រាប់តែឃើញរថយន្តស្ទូចមួយដុំក៏ភ្ញាក់ផ្អើលតែម្ដងជួយនាយកប្រតិបត្តិស្ត្រីតែនាយកប្រតិបត្តិនារីសើចចំអកថាគាត់ទន់ខ្សោយពេកមួយសន្ទុះក្រោយមកបុរសចុះពីលើផើងផ្កាគ្រប់គ្នាភ្ញាក់ផ្អើលនឹងទង្វើរបស់គាត់ពេលនោះនារីក៏យកបុរសមកផ្ទះដែលគាត់ចង់ជួលគាត់ធ្វើជាអង្គរៈប៉ុន្តែបុរសនោះថាគាត់ខ្សោយពេកក្នុងការធ្វើការងារនេះបន្ទាប់មកគាត់ក៏លើកផើងផ្កាមួយដៃមកលើកទូរស័ព្ទស្ត្រីរងគ្រោះក៏ភ្ញាក់ផ្អើលជាខ្លាំងនៅពេលដែលគាត់ដាក់ផើងផ្កាលើតូកម្លាំងរបស់គាត់ក៏ញ័រតែម្ដងនាងបានស្បត់ថានឹងឲ្យគាត់បន្ទាប់មកនាងបានអញ្ជើញបុរសនោះទៅភោជនីយដ្ឋានមួយសម្រាប់អាហារបុរសម្នាក់នោះភ្ញាក់ផ្អើលដោយដឹងថាក្រុមអ្នករត់ទៅត្រូវធ្វើការរួមគ្នាលើកចានអាហារដែលស្ទើរតែគ្មានអាហារនៅលើចានហើយមានអង្ករត្រឹមតែ10គ្រាប់ប៉ុណ្ណោះក្នុងសម័យនេះប្រសិនបើនរណាម្នាក់អាចទទួលទានអង្ករបាន20គ្រាប់ច្បាស់ជាចាត់ទុកជាអ្នកហូបធំប៉ុន្តែបុរសនោះសុំឲ្យអ្នកគ្រប់គ្រងយកបាយមួយចានធំពេលហូបបាយអស់មួយមាត់ធំគ្រប់គ្នាសឹងមិនជឿពេលបុរសនោះត្រឡប់មកការដ្ឋានសំណង់ក្រោយបាយជួបមិត្តស្រីនាំបុរសអ្នកមានមកបាយគ្នាទោះបីបុរសនោះខឹងខ្លាំងសេដ្ឋីជាអ្នកប្រដាល់អាជីពខ្លាំងពេកទើបបុរសនោះសម្រេចចិត្តថយក្រោយតែបុរសអ្នកមាននោះមិនព្រមលើកដុំអត់1គីឡូក្រាមឡើយមហាសេដ្ឋីមិនអាចលើកឥដ្ឋបានលើកដុំថ្មដូចជាងនេះលើកបណ្ដាលទឹកមុខមិត្តរួមការងារបានប្រែប្រួលយ៉ាងខ្លាំងគ្រប់គ្នាសរសើរបុរសអ្នកមានកម្លាំងខ្លាំងបុរសនោះខឹងសម្បាយ៉ាងខ្លាំងស្រាប់តែឲ្យសេដ្ឋីទះកំភ្លៀងសេដ្ឋីក៏ហោះចេញដូចខ្លែងមួយខ្សែបាក់នៅពេលនេះនាយកប្រតិបត្តិនារីស្ទុះទៅបុកបុរសជានាយកប្រតិបត្តិភ្លាម